សួស្តីពុកម៉ែបងប្អូននេះដើមមករបស់យើងបន្ទាប់ពីកាត់បញ្ចេញផ្លែបាន17ថ្ងៃកាត់តែងមែកបញ្ចេញផ្លែ17ថ្ងៃឃើញថាវាចេញត្រួយមកចេញផ្កាមកបងប្អូននេះមិនដឹងថាបងប្អូនមើលឃើញច្បាស់អត់ទេគឺឃើញថាវាចេញមកឆ្ចេះវាផ្កាបងប្អូនចេញផ្កាមកល្អគឺវាអញ្ចឹងបងប្អូននេះយើងបន្ទាប់ពីយើងកាត់ជារួមទៅពូជនេះពូជអាដែលខ្ញុំពងថតហ្នឹងគឺពូជផ្លែច្រើនតាមពិតទៅយើងមិនបាច់ចាំកាត់បញ្ចេញផ្លែក៏បានដែរប៉ុន្តែថាយើងកាត់បញ្ចេញផ្លែថាខ្ញុំចង់ឲ្យផ្លែមុនបន្តិចដើម្បីយកផលវានៅពេលចូលឆ្នាំចិននេះថាវាចាប់ដើមការច្រើនមែនទែនហើយពូជនេះស្រួលផ្លែស្រួលជាងពូជផ្សេងៗគឺថាវាផ្លែស្អិចស្កាស់ហ្មងហើយវិធីថែវិធីដែលចង់ឲ្យវាយើងកាត់ចេញផ្លែនេះគឺមុនមួយអាទិត្យយើងត្រូវបំពន់ជីវាសិនធ្វើម៉េចឲ្យវាដើមវាល្អហើយស្លឹកវានេះហើយយើងចាប់ដើមកាត់ហ្មងកាត់ហើយយើងស្រោចទឹកវាព្រឹកងាយរហូតដល់វាចេញពីផ្លែពឹសនេះហើយចាំមកយើងបង្អន់ទឹកមានន័យថាយើងមួយថ្ងៃដាក់ទឹកតែម្ដងអីទៅបានហើយស្កាបងណាឃើញបងឡើងស្កាមកចាំមើលហើយ17ថ្ងៃបងប្អូនចាំមើលគ្រប់ថ្ងៃវាចាំមើលចេញក្រហមមកមើលឡើងស្ដាំងអូខេអាប់ដេតជូនពុកម៉ែបងប្អូនទៅឃើញប៉ុណ្ណឹងចា៎អរគុណច្រើន